ao chuộtល្អណាស់ទៅតែដកមកឡើងសខ្ចីញ៉ៃហ្មងណាបងប្អូនខ្ញុំថាខ្ញុំអត់ចង់ទិញទេមានម្ហូបនៅផ្ទះហើយប៉ុន្តែមកដល់ផ្សារឃើញកៅឈូកអ៊ីគាត់យកមកលក់នេះវាល្អពេកទ្រាំអត់បានណាបងប្អូនឃើញកៅឈូកហ្នឹងហើយបងប្អូនគិតថាចង់ធ្វើម្ហូបអីភ្លាឆាឬមួយក៏ស្លម្ជូរបើវាខ្ចីល្អអញ្ចឹងណាបងប្អូនបើខ្ញុំថ្ងៃនេះយកកៅឈូកនេះគឺចង់យកមកភ្លាជាមួយនឹងសាច់មាន់ញ៉ាំណាបងប្អូនកៅឈូកនេះវាភ្លាជាមួយនឹងសាច់មាន់វាត្រូវគ្នាដោយសារកៅឈូកវាសខ្ចីហើយវាស្រួយណាបងប្អូនហើយបើកៅឈូកវិញណាខ្ញុំទិញយកមកកម្រឲ្យអ្នកណាមកឈូសឬមួយក៏កោសកៅឈូកនេះណាបងប្អូនដោយសារកៅឈូកនេះបើយើងអត់សូវចេះកោសអត់ស្អាតវានៅជាប់តសៃគឺវាស្វិតតែបើយើងកោសវាស្អាតយើងយកមកឆាយកមកស្លឬភ្លាអីគឺស្រួយឆ្ងាញ់ណាស់ហើយខ្ញុំយកមកកោសឲ្យអស់តសៃហើយគឺខ្ញុំយកវាមកត្រាំទឹកកាត់វាពុះជ្រៀកទូចណាបងប្អូនយកមកភ្លាជាមួយនឹងសាច់មាន់ជាមួយនឹងសាច់បីជាន់អូយនិយាយថាម្ហូបបែបនេះសាមញ្ញទេបងប្អូនហើយធ្វើលឿនទៀតប៉ុន្តែរសជាតិឆ្ងាញ់ណាស់ហើយបើទឹកត្រីញ៉ាំវិញធ្វើងាយណាបងប្អូនខ្ញុំដាក់ស្ករ3ស្លាបព្រាទឹកត្រី3ស្លាបព្រាក្រូចឆ្មា2ផ្លែអាហ្នឹងគឺរសជាតិប្រៃផ្អែមជូរហឹរដិតហ្មងសម្រាប់យើងភ្លាជាមួយនឹងសាច់មាន់ណាបងប្អូនហើយគ្រឿងផ្សំយើងគឺស្រួលខ្ញុំយកតែសាច់មាន់ទៅដាក់ស្ងោរឲ្យឆ្អិនហើយខ្ញុំដាក់សាច់ជ្រូកដែលខ្ញុំមានស្រាប់ហ្នឹងហាន់ចំណិតហើយខ្ញុំដាក់ចូលស្ងោរដែរមកពុះហ្នឹងគឺឆ្អិនដោយសារសាច់ជ្រូកខ្ញុំស្ដើងឯងបងប្អូនហើយយើងយកមកភ្លាមកលឿនណាស់ម្ហូបនេះអត់មានអីពិបាកទេបងប្អូនអាចធ្វើបានវាស្រួលពេកទេបងប្អូនស្ងោរតែសាច់បេះតាបន្លែហើយកាត់ហើយដាក់តែទឹកត្រីស្ករជាមួយនឹងក្រូចឆ្មាមកគឺភ្លាបានកៅឈូកមួយចានឡើងឆ្ងាញ់ហ្មងហើយបន្លែក៏អត់មានអីច្រើនទេបងប្អូនខ្ញុំដាក់តែកៅឈូកជាមួយនឹងការ៉ុតហើយជីគ្រប់មុខមកហើយដាក់ជាមួយនឹងសាច់ជ្រូកយើងហើយសាច់មាន់ច្បល់ចូលគ្នាប៉ុណ្ណឹងគឺហើយថែមស្ដៃដីមកលឿនណាបងប្អូនភ្លាកៅឈូកខ្ញុំថ្ងៃនេះអត់មានអីញ៉ៃញ៉ៃទេម្ហូបមួយមុខនេះគឺស្រួលធ្វើខ្លាំងណាស់សម្រាប់ខ្ញុំព្រោះអីយើងធ្វើអត់មានគ្រឿងញ៉ៃញ៉ៃហើយធ្វើលឿនឆាប់បានញ៉ាំទៀតតែអ្វីដែលសំខាន់ណាយើងអត់សូវបានទិញកៅឈូកដែលបានខ្ចីល្អណាបងប្អូនកម្រមាននិយាយទៅហើយបើសិនជាដើរឃើញអីនៅផ្សារមានកៅឈូកខ្ចីចេះវិញគឺដឹងតែយកមកភ្លាអញ្ចឹងអូយឆ្ងាញ់ណាស់បងប្អូនញ៉ាំបាយអស់អត់ដឹងខ្លួនទេណាហើយខ្ញុំក៏ទ្រាំអត់បានដែរបងប្អូនអូយនិយាយពីថាអូយឆ្ងាញ់មែនតែនហ្មងអាសាច់បីជាន់ជាមួយនឹងសាច់មាន់យើងមាន់ស្រាយយើងបេះវាតសៃញ៉ាំជាមួយនឹងកៅឈូកហើយញ៉ាំមកម៉ាត់មកវាចូលជាមួយនឹងកៅឈូកឡើងស្រួយខ្ញោកហ្មងណាបងប្អូនហើយកៅឈូកយើងបើយើងឈូសទៅក្បិតមុខពីស្ដើងក៏វាអត់សូវស្រួយឆ្ងាញ់ដែរបងប្អូនតែបើយើងកាត់វាដុំកង់ហើយយើងសកវារៀងនៅដុំយើងយកមកញ៉ាំជាមួយនឹងទឹកត្រីរបស់យើងអូយនិយាយពីថាចាប់ជាតិគ្នាវាស្រួយខ្ញោកហ្មងណាបងប្អូនឆ្ងាញ់ខ្លាំងមែនតើអានេះបងប្អូនអាចសាកធ្វើបានធ្វើបែបរបស់ខ្ញុំចេះគឺងាយបន្លែយើងសាមញ្ញហើយអូយរសជាតិខ្ញុំណាបាទខ្ញុំឃើញហើយខ្ញុំនឹកឃើញឃ្លានទៀតណាបងប្អូនឆ្ងាញ់មែនតើណាភ្លានេះមួយចាននេះញ៉ាំអស់ណាបងប្អូនឲ្យខ្ញុំញ៉ាំម្នាក់ឯងញ៉ាំអស់ចូលចិត្តណាស់ឲ្យតែបន្លែច្រើនហើយបានកៅឈូកខ្ចីចេះទៀតអូយមហាសែនឆ្ងាញ់ញ៉ាំហើយគឺនឹកឃើញចង់ញ៉ាំទៀតហ្មងតែដឹងថាទៅសារទិញបានកៅឈូកខ្ចីចឹងញ៉ាំទៀតអត់ទេបងប្អូនតែបើទិញបានហ្នឹងគឺដឹងតែញ៉ាំឲ្យស្លម្ជូរហ្មងគឺឆ្ងាញ់ណាស់